ថ្ងៃទទួលស្គាល់ថាមួយអាទិត្យមាន7ថ្ងៃច័ន្ទគៀពុទ្ធបរិស័ទអាទិត្យដូចគ្នាក៏ប៉ុន្តែថ្ងៃទីមិនដូចគ្នាទេខែមិនដូចគ្នាទេដូច្នេះថ្ងៃអាចដូចគ្នាមែនប៉ុន្តែខែមិនដូចគ្នាទេពេលវេលាចេះតែកន្លងទៅនៅពេលដែលយើងទទួលស្គាល់ការពិតបែបហ្នឹងចិត្តរបស់យើងក៏អត់សូវសៅហ្មងក្នុងចិត្តដែរបងប្អូនពីមុនកាលដែលខ្ញុំអត់ទាន់បានយល់ពីអ្វីដែលហៅថាជីវិតជួបរឿងបញ្ហាស្មុគស្មាញគឺយល់ឃើញថាលំបាកណាស់លំបាកនៅក្នុងការរស់នៅក្នុងលោកីយ៍មួយនេះណាអត់ចង់រស់នៅក្នុងលោកីយ៍មួយនេះទេវាពិតជាស្មុគស្មាញពិតមែនប៉ុន្តែនៅពេលដែលយើងបើកចិត្តព្រមទទួលស្គាល់ការពិតគ្រប់យ៉ាងបងប្អូនធ្វើឲ្យចិត្តរបស់យើងមានក្តីសុខនៅពេលដែលខ្ញុំបានអានគម្ពីរពេត្រាបិដកបានយល់នៅដំណើរនៃធម្មជាតិបានយល់នៅពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូបងប្អូនវាធ្វើឲ្យចិត្តរបស់យើងធូរស្បើយស្រឡះក្នុងចិត្តបានច្រើនទោះបីជាយើងមិនតាន់បានលះកាត់ចោលរឿងសៅហ្មងទាំងឡាយទាំងពួងអស់ក៏ពិតមែនព្រោះអីយើងនៅជាបុគ្គលជនក៏ប៉ុន្តែយើងបានយល់ពីដំណើរអ្វីទៅដែលហៅថាជីវិតរបស់មនុស្សយើងគ្រប់គ្នារមែងតែងតែជួបសុខនិងទុក្ខជាធម្មតាហើយនៅពេលដែលសុខមកដល់យើងក៏ទទួលយកនៅពេលដែលទុក្ខមកដល់យើងក៏ព្រមទទួលយកដូចគ្នានៅពេលដែលយើងបើកចិត្តព្រមទទួលយកទាំងសុខទាំងទុក្ខហើយយើងត្រូវយល់ថានៅសុខនិងទុក្ខកើតឡើងរមែងកើតតែមួយទេបងប្អូនបើសិនជាសុខកើតឡើងទុក្ខក៏អត់មានកើតដែរតែនៅពេលដែលទុក្ខកើតសុខក៏អត់មានកើតដែរហើយយើងបើកចិត្តព្រមទទួលយកសុខហើយនិងទុក្ខវាអត់នៅថិតថេរជាមួយយើងបានយូរទេវាកើតឡើងតាមតែមួយខណៈពេលតែប៉ុណ្ណោះព្រោះអីដំណើរនៃធម្មជាតិអត់ថិតថេរនៅជាមួយយើងបានយូរទេព្រោះអីយើងគិតមើលបងប្អូនតើថិតថេរនៅបានយ៉ាងម៉េចកាលពីមុនយើងនៅក្មេងយើងនៅត្រឹមតែអាយុ20ជាង30ជាង10ជាង5អាយុ5ឆ្នាំនៅក្នុងពោះម៉ែតែប៉ុណ្ណោះតែនៅក្នុងបច្ចុប្បន្នខណៈនេះយើង40ឆ្នាំទៅហើយតើវានៅថិតថេរយ៉ាងម៉េចកើតបងប្អូនថ្ងៃទទួលស្គាល់ថាមួយអាទិត្យមាន7ថ្ងៃច័ន្ទគៀពុទ្ធបរិស័ទអាទិត្យដូចគ្នាក៏ប៉ុន្តែថ្ងៃទីមិនដូចគ្នាទេខែមិនដូចគ្នាទេដូច្នេះថ្ងៃអាចដូចគ្នាមែនប៉ុន្តែខែមិនដូចគ្នាទេពេលវេលាចេះតែកន្លងទៅនៅពេលដែលយើងទទួលស្គាល់ការពិតបែបហ្នឹងចិត្តរបស់យើងក៏អត់សូវសៅហ្មងក្នុងចិត្តដែរបងប្អូនហើយប្រសិនបើយើងបើកចិត្តព្រមទទួលយកនៅពុទ្ធដីកានៅការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងព្រះអង្គបង្រៀនមនុស្សទេវតានឹងព្រមឲ្យស្វែងយល់ពីសច្ចភាពពិតប្រាកដស្វែងយល់ពីដំណើរនៃធម្មជាតិចិត្តរបស់យើងក៏បានព្រះអង្គប្រាប់ផ្លូវឲ្យយើងដើរថាដើរផ្លូវនេះអ្នកនឹងទៅដល់និព្វានដើរផ្លូវនេះធ្វើឲ្យជីវិតរបស់អ្នកមានក្តីសុខធ្វើឲ្យជីវិតរបស់យើងមានក្តីសុខសុខទាំងក្នុងជីវិតដែលយើងរស់នៅមិនតាន់ស្លាប់ក៏យើងអាចជួបនៅសេចក្តីសុខឃើញហើយដើរផ្លូវនេះទៀតអ្នករមែងនឹងធ្លាក់នរកអាចធ្វើឲ្យយើងធ្លាក់នរកទាំងដែលយើងមានជីវិតរស់នៅព្រះអង្គប្រាប់ផ្លូវទាំងអស់ហើយព្រះអង្គប្រាប់ថាមិនតាន់បាច់ជឿតថាគតទេជួនអ្នកធ្វើការដកពិសោធន៍សិនធូរដែលព្រះអង្គប្រាប់ព្រះអង្គឲ្យយើងធ្វើការដកពិសោធន៍យើងអាចធ្វើការដកពិសោធន៍បានប្រសិនបើយើងមិនជឿលើពុទ្ធដីការបស់ព្រះអង្គយើងអាចធ្វើការដកពិសោធន៍ប្រសិនបើអ្នកចង់ឲ្យជីវិតរបស់យើងមានក្តីសុខចូលអ្នកដើរនៅអថង្គិអមៈ8យ៉ាងមានអីសមាធិគឺការយកឃើញត្រូវនៅពេលដែលយើងយកឃើញត្រូវជីវិតរបស់យើងក៏មានក្តីសុខដែរបងប្អូនយើងគិតអ្វីដែលត្រូវដែរគិតអ្វីដែលត្រូវត្រេះរិះដែលត្រូវទៀតនៅពេលដែលយើងត្រេះរិះត្រូវគិតត្រូវត្រេះរិះត្រូវនិយាយត្រូវធ្វើការងារដែលត្រូវបើយ៉ាងបងប្អូនធ្វើការងារដែលត្រូវចិញ្ចឹមជីវិតដែលត្រូវការព្យាយាមត្រូវទៀតការដំណើរត្រូវចេះរលឹកណាសមាធិណាបងប្អូនការរលឹកត្រូវណារលឹកត្រូវហើយយើងត្រូវតម្កល់ចិត្តនឹងឲ្យវាត្រូវទៀតមនុស្សនៅក្នុងបច្ចុប្បន្ននេះបងប្អូនភាគច្រើនអថង្គិកមៈ8ដូចគ្នាបងប្អូនក៏ប៉ុន្តែការយល់ឃើញខុសគិតខុសត្រេះរិះខុសនិយាយខុសការព្យាយាមខុសការចិញ្ចឹមជីវិតខុសបែបខុសទាំងអស់ការតម្កល់ចិត្តរបស់យើងក៏ខុសអញ្ចឹងហើយវាធ្វើឲ្យជីវិតរបស់យើងមិនអាចរកសេចក្តីសុខឃើញទេប្រសិនបើយើងគិតត្រូវធ្វើត្រូវនិយាយត្រូវការព្យាយាមឲ្យត្រូវទៅតាមបរិបទនៃសង្គមចេះបត់បានទៅតាមកលៈទេសៈជីវិតរបស់យើងនឹងពោពេញទៅដោយសេចក្តីសុខបងប្អូនសុខនៅក្នុងបច្ចុប្បន្នខណៈហ្នឹងគឺយើងសុខដោយសោមនស្សបងប្អូនយើងមិនរស់នៅក្នុងសេចក្តីកើតទុក្ខទេដូច្នេះហើយការដែលយើងព្យាយាមយើងដើរទៅតាមដំណើររបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងធ្វើឲ្យជីវិតរបស់យើងរមែងតែមានសេចក្តីសុខមនុស្សនិងទេវតាគ្រប់គ្នារមែងនឹងស្រឡាញ់ចូលចិត្តពីព្រោះអីបងប្អូនបើសិនជាយើងគិតត្រូវធ្វើត្រូវព្យាយាមត្រូវសួរថាមនុស្សល្អអ្នកណាគេមិនចង់រាប់បងប្អូនមែនអត់មនុស្សអាក្រក់អត់មានបុគ្គលណាម្នាក់ចង់រាប់មនុស្សអាក្រក់ទេយើងគិតតែប៉ុណ្្នឹងយើងប្រកាសជាយល់ហើយបងប្អូនអត់មានមនុស្សណាម្នាក់រមែងចង់រាប់អានចោលទេបងប្អូនបុគ្គលដែលជាបណ្ឌិតរមែងស្អប់បុគ្គលពាលជារឿងធម្មតារមែងមិនអាចដើរចូលជាមួយនឹងបុគ្គលពាលជារឿងធម្មតាហើយបុគ្គលពាលក៏មិនអាចដើរចូលជាមួយនឹងបណ្ឌិតបានដូចគ្នា
ដូច្នេះអត់មានអីពិបាកយល់ទេបងប្អូនបើសិនជាយើងបើកចិត្តព្រមទទួលយកនៅពុទ្ធដីការបស់ព្រះអង្គហើយយកមកពិសោធន៍យកមកអនុវត្តដំណើរជីវិតរបស់យើងនឹងមានក្តីសុខកាន់តែច្រើនអរគុណបងប្អូនចែករំលែកដោយក្តីស្រឡាញ់